ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះចេញទៅកាលីហ្វ័រញ៉ាទៅផ្ទះប៉ាក្មេកហើយបងប្អូនមើលតាមផ្លូវនិយាយថាទេសភាពស្អាតហើយក៏ជាប់ផ្លូវដែរបងប្អូនព្រោះអី holiday អញ្ចឹងគឺថាមនុស្សសម្រុកទៅវិញទៅមកបងប្អូនខ្ញុំទៅខាងកាលីហើយបងប្អូននៅខាងកាលីហ្វ័រញ៉ាហ្នឹងគេមកលេងនៅខាងរីណូខាងខ្ញុំព្រោះខាងរីណូខាងខ្ញុំហ្នឹងសម្បូរកាស៊ីណូបងប្អូនតែដល់ពេលជិះមកដល់នេះអត់ដល់ពាក់កណ្ដាលផ្លូវផងបងប្អូនលើជាប់ផ្លូវស្ទះផ្លូវនឹងឯងហើយម្យ៉ាងទៀតនៅលើភ្នំគឺ snow storm ហ្មងបងប្អូនវាខ្យល់ព្យុះហ៎ប៉ុន្តែវាមិនខ្យល់ព្យុះខ្លាំងឯហ្មងគ្រាន់ថាពេលខ្យល់ខ្លាំងទៅវាបកអាទឹកកកហ្នឹងយើងមើលវាមិនសូវឃើញហើយផ្លូវវាល្អិលនេះឡើងទៅលើនេះកំពុងឡើងលើដល់កំពូលភ្នំណាបងប្អូនឡើងទៅព្រោះអីចាប់ដើម snow ព្រោះ snow ពីម្សិលមិញ snow ខ្លាំងណាដល់ពេលថ្ងៃហ្នឹងវាអត់មានតែវាត្រជាក់ជាក់ចឹងទៅហើយវាមានភ្លៀងផងនេះឡាននេះគេឈូសតកក់បងប្អូនអញ្ចឹងទៅផ្លូវវាល្អិលអញ្ចឹងគេឲ្យយើងបើកឡានលឿននេះព្រោះប៉ះបុកគ្នានេះបងប្អូនឃើញផ្លូវចាប់ដើមបើកយឺតចាប់ដើមដល់កន្លែងដែលដូចថាកក់គេហៅ IC បងប្អូនវាកក់នៅលើផ្លូវវាល្អិលអញ្ចឹងគេឲ្យយើងបើកយឺតតែបងប្អូនមើលតាមដងផ្លូវអាដើមគេហៅ Pantry Christmas tree បងប្អូននិយាយពីថាស្អាតវាសស្គុះដល់ពេលឡើងទៅលើពេលយប់បងប្អូនអត់មានល្ងិតទេគឺថាឡើងភ្លឺដូចយើងលើអឺគេហៅដូចនិយាយទៅដូចលើពពកអញ្ចឹងបងប្អូននៅលើដូចថាលើអញ្ចឹងឡើងសស្គូស្អាតមែនតែនមិនដែរតាមផ្លូវគឺអត់មានបានបើកលឿននេះទេអញ្ចឹងទៅគេខ្លាចបងប្អូនគេខ្លាចយើងល្អិលបុកគ្នាអញ្ចឹងទៅយើងជិះស្អីតប្រយ័ត្នប្រយែងហើយពីខាងរដ្ឋខ្ញុំទៅកាលីហ្វ័រញ៉ាបើយើងទៅសុកតន3ម៉ោងហើយបើយើងថាយើងតង់ចឹងទៅ Long Beach អីលេងជីទៅ7ទៅ8ម៉ោងនេះបងប្អូនឡើងដល់លើបងប្អូនឃើញតាមផ្លូវយីកម្ពុជានឹងកម្ពុជាភ្នំបងប្អូនឡើងសស្គូសហ្មងហើយបងប្អូនឃើញផ្លូវវាទឹកកក់វាកក់រឹងហ្មងបងប្អូនហើយវាល្អិលបងប្អូនអញ្ចឹងតើយើងជិះឆ្ងាយពីគ្នាបើយើងជិះចិត្តគ្នាខ្លាចលោល្អិលទៅវាប៉ះគ្នាតែប៉ះគ្នាហើយគឺវាពិបាកឯងអញ្ចឹងជាប់ស្ទះផ្លូវហើយឡានអីជាកើតទេបងប្អូន